ឈ្មោះអីម៉ាក់អូនឈ្មោះអីបុនថានណាពីខែណាអូខេតែបិទមកនេះរឿងគឺខតទេណាតែម៉ាក់ចង់ដឹងតើតើនឹងបត់ជើងដែរមួយថ្ងៃបត់ជើងម៉ាក់ដងអូខេថ្ងៃ3ថ្ងៃបត់ម្ដង2ថ្ងៃ3ថ្ងៃកូនមុំដោះម៉ាក់ណាហ្នឹងហើយធម្មតាទឹកដោះម៉ាក់ស្រូបល្អនៅក្នុងពោះវៀនកូនណាមុំទៅគឺស្រូបមុំទៅគឺស្រូបបានល្អមែនតើអញ្ចឹងហើយអត់សូវមានកាកសំណល់ដូចទឹកដោះគោទេណាអញ្ចឹងក្មេងខ្លះ4 5ថ្ងៃក្មេងខ្លះមួយអាទិត្យក៏មានដែរបត់ជើងម្ដងករណីខ្លះទៀតកូននៅតូចក្រោម3ខែមុំទឹកដោះម្ដាយតែបត់ជើងយឹកមែនតើមួយថ្ងៃរហូតដល់5ដងទៅ7ដងអាហ្នឹងក៏ជារឿងធម្មតាដែរដោយសារតែនៅក្នុងទឹកដោះម៉ាក់គេហៅសបូស្ករឡាក់តុសហ្នឹងវាសបូជាងនៅក្នុងទឹកដោះគោអញ្ចឹងពេលដែលមុំទៅកូនខ្លះរៀងហើមពោះថោកពីពូតជួនកាលបត់ជើងមកមានរពុះបន្តិចណាឬក៏មួយថ្ងៃបត់ជើងញឹកដងអញ្ចឹងអាហ្នឹងក៏ជារឿងធម្មតាដែរកូនធំតិចទៅលេងអីហ៎បើសិនជាករណីកូនអត់បត់ជើងយូរថ្ងៃប៉ុន្តែកូនមានពោះរៀងរឹងពោះហ្នឹងឡើងរឹងណាឬក៏កូនមានក្អួតមានក្តៅខ្លួនហើយដល់ពេលបត់ជើងមកមានឈាមមានសបោអីនៅក្នុងហ្នឹងអាហ្នឹងមិនប្រញាប់ត្រូវជួបពេទ្យណានឹងតកតងនឹងបញ្ហាពោះវៀនដែរតែបើអត់ទេទោះបីមួយអាទិត្យបត់ជើងម្ដងក៏អត់អីដែរណាសំខាន់គឺពោះទុននេះហ៎ពោះទុនណាពោះគេទុនល្អណាស់ឃើញអត់អូខេហើយមួយទៀតបត់ជើងញឹកដងក៏ដូចគ្នាដែរចឹងមួយថ្ងៃ5ទៅ7ដងពេលតូចណាក្រោម3ខែចុះក្រោមហ្នឹងជាពិសេសមួយខែចុះក្រោមជីជ្រួយរហូតណាអាហ្នឹងក៏ជារឿងធម្មតាដែរតតែធំតិចទៅចាប់ដើមកាត់បន្ថយចំនួនដងនៃការមុំអាហ្នឹងក៏លេងទៅអីដែរណាអញ្ចឹងមិនថាបត់ជើងញឹកដងក្នុងមួយថ្ងៃឬក៏4 5ថ្ងៃមួយអាទិត្យបត់ជើងម្ដងបើសិនជាអត់មានបញ្ហាសុខភាពអីផ្សេងទេក៏អត់មានត្រូវបារម្ភដែរណាអូខេយល់แล้วเนาะហ្នឹងហើយបាទបាយមួយបាយ